ហេតុអីបានយើងត្រូវបំបាយកងធនាគារនេះការពារ hacker ការពារកាត់ខុសប្រក្រតីកាលណាលុយកាក់បងប្អូនដាក់នៅក្នុងគណនីស៊ីនរបស់បងប្អូនគឺកាត់សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនបន្តទៀតជាមួយនឹងមេរៀនយើងបន្តដែលយើងពីមុនមកយើងរៀនភាគ1ឥឡូវយើងចូលរៀនដល់ភាគ2តែម្ដងអញ្ចឹងបងប្អូនធ្លាប់បានរៀនពីមុននឹងរងចាំវីដេអូនេះរៀនបន្តទៀតរំលឹកមេរៀនចាស់គឺបងប្អូនថ្ងៃមុនយើងរៀនបានពី BM ណាឥឡូវថ្ងៃនេះយើងរៀននៅ ADS ទៀតអញ្ចឹងបងប្អូនមួយចំនួនគាត់បានមើលពីការមេរៀនបន្តពី BM ហើយនេះខ្ញុំរំលឹកបងប្អូនខ្លះ BM នេះគឺការអ្នកគ្រប់គ្រង page ទាំងមូលBM នេះគឺការបង្កើតមុននឹង ADS អញ្ចឹងបងប្អូននៅរៀនបន្តទៀតមេរៀននេះគឺយើងរៀនពីអត្ថប្រយោជន៍នៃ BM តែម្ដងអញ្ចឹង BM នេះគឺយើងអាចបង្កើត page ហើយបង្កើត ADS ចេញពី BM តែម្ដងហើយ ADS គឺគណនីនឹងឯងដែលយើងធ្លាប់រៀនតាំងពីថ្ងៃមុនខ្ញុំរំលឹកខ្លះហើយបងប្អូនកាន់តែស្គាល់កាន់តែដិតនៅជាមួយនឹងមេរៀននឹងបន្តទៀតអូខេADS ហ្នឹងគឺដូចជាគណនីអញ្ចឹងអ្នកគ្រប់គ្រងលុយកាក់ហើយមុននឹងគ្រប់គ្រងលុយកាក់យើងត្រូវតែបញ្ចូល Master Card ឬក៏ Visa Card ឬក៏កាតនានាដែលយើងអាចយកទៅ boot page បានអញ្ចឹងណាបងប្អូនណានិយាយទៅពីការចាយតែម្ដងមុននឹងបង្កើតកាតនៅក្នុងគណនីធនាគារបងប្អូនត្រូវបំបែកវាត្រឹមត្រូវសិនបងប្អូននៅក្នុងវីដេអូនេះខ្ញុំអត់បានស៊ីជម្រៅជាមួយនឹងធនាគារទេពួកធនាគារផ្សេងគ្នាឬក៏ជាការ privacy ជាមួយនឹងធនាគារកងធនាគារកន្លែងនេះខ្ញុំអត់បានបញ្ជាក់បងប្អូនច្រើនទេខ្ញុំបរៀនរៀងលឿនបន្តិចបងប្អូនគួរតែបើសិនអត់ច្បាស់សារមើលម្ដងទៀតទៅណាកន្លែងនេះបងប្អូនអាចឆាតមកខ្ញុំផ្ទាល់ខ្ញុំដាក់ link Telegram ខ្ញុំនៅក្នុងក្រោមវីដេអូហេតុអីបានយើងត្រូវបំបាយកងធនាគារនេះការពារ hacker ការពារកាត់ខុសប្រក្រតីកាលណាលុយកាក់បងប្អូនដាក់នៅក្នុងគណនីស៊ីនរបស់បងប្អូនគឺកាត់កាលណាកាត់ចូលលុយធំរបស់បងប្អូនឬក៏ចូលលុយដែលបងប្អូនសន្សំទុកផ្សេងទៀតគឺពិបាកខ្លាំងមែនទែនត្រង់ចំណុចនេះអញ្ចឹងសនំពរទទូចឲ្យបងប្អូនមើលវីដេអូនេះឲ្យចប់មានបញ្ហាអីចង់ដោះស្រាយអីឬក៏ចង់សួរពីការបំបែកធនាគារក្តីគឺបងប្អូនឆាតនៅក្នុង Telegram ខាងក្រោមដែលខ្ញុំដាក់ link បងប្អូនគាត់ចុច link ទៅចូលដល់ Telegram ខ្ញុំតែម្ដងគឺខ្ញុំផ្ទាល់តែម្ដងអាចឆ្លើយជាមួយនឹងបងប្អូនហើយនឹងក្បោះក្បាយជាងនេះអូខេកុំខានពេលយូរយើងចូលដល់មេរៀនយើងតែម្ដងអូខេយើងចូលដល់ Facebook របស់យើងគឺបងប្អូនវាយ Facebook ដូចធម្មតាដូចរាល់សប្តាហ៍មួយដងបន្ទាប់មកគឺយើងចូលនៅក្នុង Facebook ជាគណនី Facebook របស់យើងបន្ទាប់មកបងប្អូនក្រឡេកមើលកន្លែង menu ដែលមានរូបដូចលុកឡាក់បាទលុកឡាក់បងប្អូនស្គាល់ហើយគាត់លុកឡាក់អញ្ចឹងបងប្អូនចុចត្រង់នេះគឺបងប្អូនអស់មកក្រោមអញ្ជើញអស់មកក្រោមមកគឺឃើញ ADS Manager អូខេណាបន្ទាប់មកយើងចូលដល់ ADS Manager ហើយកន្លែងដែលយើងរៀនបន្ទាប់គឺ BM នេះតែម្ដងគឺបងប្អូនថ្ងៃមុនបានសិក្សាពី BM ដែលយើងបង្កើតមាន Gmail មានឈ្មោះមានអីចឹងទៅគឺបងប្អូនចុចកន្លែងហ្នឹងទៅគឺចូលដល់ BM នេះប្រធានគ្រប់គ្រងនៃ business របស់យើងឬក៏ page របស់យើងថ្ងៃនេះខ្ញុំបង្កើត page ហើយនឹង ADS រួមគ្នាតែម្ដងកុំឲ្យវីដេអូហ្នឹងវា2 3តង់ខ្ញុំឆ្លៀតបង្កើតហើយសំណួរចង់សួរព័ត៌មានបងប្អូនអាច contact Telegram ខ្ញុំខាងក្រោមជាមួយខ្ញុំដាក់ link ខាងក្រោមណាបងប្អូនណាអូខេឥឡូវយើងចុច BM តែចូលហើយបងប្អូនក៏លេខមើលកន្លែងកងចក្រគេហៅពាក្យ setting business setting បងប្អូនចុចត្រង់ហ្នឹងហើយបន្ទាប់មកទៀតគឺបងប្អូនដល់កន្លែងfunction របស់ business បានន័យថា BM business manager យើងនឹងឯងប៉ុន្តែនៅឥឡូវ Facebook គេ update ទៅគេដាក់ business portfolio ការពិតពីមុនមក business manager អូខេឥឡូវបងប្អូនក៏លេខមើលខាងក្រោមមកគឺបងប្អូនឃើញពាក្យកន្លែង account នេះគឺមាន page ហើយនឹង AD account ហ្នឹងគឺ ADS នឹងឯងបងប្អូនណា
ដែលខ្ញុំសង្កត់ធ្ងន់ ADS នឹងឯងគឺ add account គឺការចាយរបស់គណនី page របស់យើងអូខេយើងចូលកន្លែង page យើងបង្កើត page មុនណាបងប្អូនណាកើត page មកបងប្អូនចូលបន្តិចមកគឺបងប្អូនឃើញពាក្យកន្លែង add ទេបាទយើងចុចវាចុះក្រោមមកទី1គឺគេការ add page បងប្អូនអត់មាន BM page ដែលទៅទេស្អាតគឺអត់មាន BM បងប្អូនអាចcopy link ទៅដាក់បងប្អូន copy link page របស់បងប្អូនទៅដាក់ទៅ add ទៅចូលហើយកន្លែងហ្នឹងទី2គឺ request access on page អញ្ចឹងបងប្អូនអាចaccess page មួយចំនួនចូលនៅក្នុងនោះដែរឬការឲ្យ BM នឹងគ្រប់គ្រងអូខេទី3គឺការ create a new page ខុសពីបងប្អូនមួយចំនួនបង្កើត page នៅក្នុង account ណាបងប្អូនណាគឺបងប្អូនរៀនតាមខ្ញុំទៅគឺចេះហើយអត់មានពិបាកអីនេះបងប្អូនអញ្ជើញមើលខាងក្រោមទៅគឺ create new page អូខេបងប្អូនចូលមកដល់ត្រង់នេះគឺបងប្អូនដាក់ឈ្មោះមកដាក់ឈ្មោះ page បងប្អូនដាក់អីដាក់ទៅណាបងប្អូនណាខ្ញុំដាក់ digital marketing school ខ្ញុំដាក់ចឹងទៅស្នុក trend បងប្អូនទៅមុខទៀតជាមួយនឹងវីដេអូខាងក្រោយទៀតអូខេបន្តទៀតយើងខ្ញុំដាក់ category នេះគឺបងប្អូនដាក់ទៅដាក់ school ចឹងទៅបាទបងប្អូនដាក់អីដាក់ទៅណាកន្លែងហ្នឹងដាក់ online shop គឺដាក់ online shop ទៅបងប្អូនលក់ cosmetic ដាក់ cosmetic ទៅអូខេបន្តមកទីកន្លែង bio នេះគឺបងប្អូនដាក់ក៏បានមិនដាក់ក៏បានប៉ុន្តែបើបងប្អូនដាក់ក៏ល្អដែរពូដើម្បីសម្គាល់ page យើងជា page អីគេចឹងណាខ្ញុំដាក់សូមស្វាគមន៍ចឹងតាអូខេបង្រៀន online ហ៎បង្រៀនលក់ online បាទលក់ online អត់ថ្លៃបាទខ្ញុំដាក់ចឹងទៅបន្ទាប់មកបងប្អូនចូលកន្លែងនេះហើយគឺបងប្អូនចុចគ្រីសមួយដើម្បី access ដើម្បីឲ្យ page ហ្នឹងឲ្យ BM ហ្នឹងកាន់ page ហ្នឹងបានអញ្ចឹងបងប្អូនចុច access ហើយយើង create page អូខេឥឡូវយើងបងប្អូនបង្កើត page ហើយបងប្អូនចូលមកកន្លែង ADS នេះមកបាទចាចូល ADS មកដើម្បីគ្រប់គ្រង page អូខេយើងបន្តទៀតខ្ញុំនឹងបង្កើតវីដេអូ ADS មួយទៀតដើម្បីឲ្យបងប្អូនរៀនណាបងប្អូនណាអញ្ចឹងកន្លែងនេះកុំឲ្យវាវែងពេកខ្ញុំកាត់ទៅខ្ញុំកាត់